ថ្មីនេះឃើញប្រព័ន្ធវិញ្ញាណពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ចុះទម្ងន់ថាប៉ះពាល់ដល់តម្រងនោមប៉ះពាល់ដល់សរីរាង្គអីចឹងណាហើយអ្នកដែលនិយាយហ្នឹងគ្រាន់តែដាក់ពាក្យមកឃ្លាទេនៅលើឯកសារហ្នឹងអត់មាននិយាយទាំងអស់អញ្ចឹងបែបនេះបងប្អូនមានការយល់ច្រឡំតើបងប្អូនគួរស្ដាប់អ្នកណាគេខ្ញុំចង់បញ្ជាក់ប្រាប់ថាបច្ចុប្បន្នបើសិនជាយើងលើកទម្ងន់ឬក៏យើងធាត់ដែលហៅថាលើកទម្ងន់បានតែយើងគ្រាន់តែលើកនៅក្នុងកម្រិតមួយលើកពី BMI ធម្មតាទេហើយបែរហៅថាធាត់គឺ BMI យើងឡើងខ្ពស់ខ្លាំងហើយយើងមើលទៅលក្ខណៈថាយើងធាត់ខ្លាំងហ្មងអញ្ចឹងផលប៉ះពាល់នៃការលើកទម្ងន់ហើយនឹងធាត់ហ្នឹងគឺវាច្រើនមែនតើបើសិនជាយើងនៅបន្តញ៉ាំចំណីអាហារដែលបានត្រឹមត្រូវព្រោះអីការដែលយើងញ៉ាំអត់ត្រឹមត្រូវគឺរបបអាហារយើងហ្នឹងគឺអត់បានជ្រើសរើសមួយណាដែលវាអាចមានផលប៉ះពាល់ឲ្យយើងលើកខ្លាំងទេយើងលើកទម្ងន់ភាគច្រើនហ្នឹងគឺយើងលើកខ្លាំងម៉ាស់សាច់ដុំអត់សូវលើកទេគឺលើកទៅលើកខ្លាំងអញ្ចឹងផលប៉ះពាល់នៃការលើកទម្ងន់ឬក៏ធាត់ហ្នឹងគឺធ្វើឲ្យយើងមានជំងឺគេហៅមេតាបូលីកជំងឺមេតាបូលីកគឺជំងឺលើកឈាមជំងឺទឹកនោមផ្អែមបន្ទាប់មកដល់ជំងឺបេះដូងបន្ទាប់មកគឺដល់ជំងឺឆ្អឹងដោយសារតែយើងអាចទប់ទល់នឹងឆ្អឹងយកចេះរីកតែខ្លួនយើងហើយយើងអាចទ្រសម្ពាធបានឈឺដល់សន្លាក់ដល់ឆ្អឹងអញ្ចឹងផលប៉ះពាល់ហ្នឹងវាច្រើនក៏ប៉ុន្តែបើសិនបងប្អូនសម្រាប់ទម្ងន់អញ្ចឹងបងប្អូនអាចជ្រើសរើសយកមធ្យោបាយធម្មជាតិបើសិនជាយើងអាចធ្វើបានដោយយើងប្រើការគិតទៅលើរបបអាហារហើយមានការហាត់ប្រាណបន្តិចបន្តួចប៉ុន្តែសំខាន់បងប្អូនចេះរើសញ៉ាំអាហារណាដែលអត់ឲ្យយើងឡើងទម្ងន់ហើយខ្ញុំជ្រើសរើសព្យាបាលក្នុងការសម្របទម្ងន់ការព្យាបាលបងប្អូនព្យាបាលជាមួយគ្រូពេទ្យត្រឹមត្រូវប្រើប្រាស់ថ្នាំមានកម្រិតត្រឹមត្រូវគឺផលប៉ះពាល់វាតិចបំផុតឧទាហរណ៍ធ្វើអត់ឲ្យយើងហ្នឹងវិលមុខឬក៏ចុះស្គរទេតែយើងអត់សូវឃ្លានមានអារម្មណ៍ថាអត់សូវឃ្លានដោយសារតែមូលហេតុនៃការដែលយើងលើកទម្ងន់គឺការញ៉ាំអញ្ចឹងមានតែយើងអត់សូវឃ្លានហើយយើងស្រកទម្ងន់មកដោយសុខភាពហើយយើងធ្វើបែបនេះគឺយើងផលប៉ះពាល់តិចបំផុតអញ្ចឹងបងប្អូនគង់ឃើញឯកសារដែលមានផលប៉ះពាល់ហើយវាអត់មានបានតំណងជាមួយនឹងការស្រាវជ្រាវផ្សេងៗបងប្អូនគួរតែងាកមកគិតឬក៏ជឿទៅលើគ្រូពេទ្យដែលគាត់ធ្វើការក្នុងវិស័យហ្នឹងវិញ